ស្មាចង់សួររឿងកន្លែងកិច្ចសន្យាហ្នឹងថាកិច្ចសន្យាហ្នឹងបើសិនជាយើងឧទាហរណ៍អ្នកលក់ហើយនឹងអ្នកទិញគាត់បង្កើតកិច្ចសន្យាព្រមព្រៀងគ្នារវាងអ្នកលក់និងអ្នកទិញហ្នឹងពេលមានបញ្ហាយើងអាចយកអាកិច្ចសន្យាហ្នឹងទៅប្តឹងផ្តល់ទៅច្បាប់បានដែរកិច្ចសន្យាជាមូលដ្ឋានផ្លូវច្បាប់ហើយនៅក្នុងគោលការណ៍រឿងកិច្ចសន្យាគេថាកិច្ចសន្យាគឺជាច្បាប់របស់ភាគីឬកិច្ចសន្យាក្នុងមាត្រា311នៃក្រមរដ្ឋបវេណីកិច្ចសន្យាគឺជាកិរិយារវាងបុគ្គលពីរនាក់ឬច្រើននាក់ដើម្បីបង្កើតកែប្រែរំលត់កាតព្វកិច្ចអញ្ចឹងវាមានទំនាក់ទំនងគតិយុត្តតាមមាត្រា320មានអ្នកចងភ្ជាប់ទំនាក់ទំនងហ្នឹងដើម្បីកើតមាននៅអានុភាពគឺជាការទទួលបាននៅករណីកិច្ចរបស់ភាគីមួយនេះដើម្បីយកមកអនុវត្តនេះឧទាហរណ៍ទិញលក់ម៉ូតូអញ្ចឹងយកម៉ូតូមកប្រើប្រាស់ខាងនោះបានលុយអញ្ចឹងទៅអាហ្នឹងគឺកើតមានអានុភាពនៅពេលហ្នឹងនៅពេលដែលបំពេញនៅលក្ខខណ្ឌគ្រឹះទម្រង់ចប់សពគ្រប់ហើយកើតមានអានុភាពហើយជាការទទួលខុសត្រូវរបស់ភាគីរៀងខ្លួនវាលើកឡើងតែមានខពិសេសណាមួយដែលពាក់ព័ន្ធការធានាបន្ថែមណាបើអត់មានទេមានន័យថាជាការទទួលខុសត្រូវកាលណាទិញគេគឺយកទៅហើយណាអត់មានអីទៅសើរើអីទីទេប៉ុន្តែបើមានវិការៈកើតឡើងដែលមិនបានបំពេញលក្ខខណ្ឌនៃកិច្ចសន្យាមានសិទ្ធិក្នុងការលុបចោលកិច្ចសន្យាហ្នឹងមានសិទ្ធិនៅក្នុងការឲ្យធ្វើបដិទានមានតែបកគលមកឲ្យវិញណាឬក៏នឹងបន្ថែមការទាមទារសំណងការខូចខាតប្រសិនបើកើតមានអីចឹងទៅហើយការធ្វើសកម្មភាពហ្នឹងជាគោលការណ៍ប្រសិនបើជជែកជាមួយគូភាគីបានអាហ្នឹងវាមិនអីបើជជែកបានគឺប្តឹងទៅតុលាការដាក់ពាក្យបណ្ដឹងទៅសាលាដំបងខេត្តរាជធានីណាអញ្ចឹងគេនឹងដើរនីតិវិធីចំពោះសំណុំរឿងរដ្ឋបវេណីមួយហ្នឹងឯងដើម្បីសម្រេចថាតើអ្នកណាមានសិទ្ធិឬក៏សម្រេចអំពីយុត្តិធម៌ជូនទៅដល់ភាគីហ្នឹងបាទហើយការដើរនីតិវិធីមានតាំងពីការដាក់ពាក្យបណ្ដឹងការពិនិត្យទៅលើពាក្យបណ្ដឹងការបង់ពន្ធលើប្រាក់ប្រដាប់ក្តីពន្ធក្រៅពីប្រាក់ប្រដាប់ក្តីពន្ធផ្សេងអញ្ចឹងណាតិធីត្រៀមសម្រាប់ការទាញហេតុផលដល់ផ្ទាល់មាត់ចុងក្រោយចេញសេចក្តីសម្រេចជាប្រភេទសាលក្រមហើយបើមិនសុខចិត្តទេទៅប្តឹងឧទ្ធរណ៍ថែទៀតទៅណាប្តឹងឧទ្ធរណ៍ទៅឧទ្ធរណ៍ដើរនីតិវិធីដូចគ្នាអញ្ចឹងបើមិនសុខចិត្តទៀតសារទុកលើកទី1ទៅតុលាការកំពូលហ្នឹងពិនិត្យតែអង្គច្បាប់ទេគេរុញមកឧទ្ធរណ៍សម្រេចមិនសុខចិត្តទៀតសារទុកលើកទី2បានគេពិនិត្យទៅលើអង្គហេតុនិងអង្គច្បាប់ហើយធ្វើសេចក្តីសម្រេចក្នុងក្របខ័ណ្ឌតុលាការកំពូលហើយបើសិនបើចេញសេចក្តីសម្រេចចូលជាស្ថាពរហើយបាត់ផ្លូវតវ៉ាវាលើកឡើងតែមូលហេតុអីមិនដឹងសើរើណាអាសើរើអាហ្នឹងវាមានមូលហេតុសើរើក្នុងមាត្រា307នៃក្រមនីតិវិធីរដ្ឋបវេណីអាហ្នឹងមានតទៅទៀតសើរើទៀតអញ្ចឹងវាមានដើរតាមនីតិវិធីបែបអញ្ចឹងហើយបើថាបាត់ផ្លូវអស់ហើយភាគីម្ខាងទៀតមិននេះទៀតអាហ្នឹងគេទៅមើលការអនុវត្តដោយបង្ខំកន្ធៃទី6ស្ដីអំពីការអនុវត្តដោយបង្ខំនៅក្នុងក្រមនីតិវិធីរដ្ឋបវេណីនោះអញ្ចឹងវាច្រើននៅក្នុងនីតិវិធីវាមិនមែនមានតែមួយហើយចប់ទេអញ្ចឹងវាស្មុគស្មាញអញ្ចឹងហើយបានការធ្វើអីមួយត្រូវតែឲ្យវាមកចត់គុំចាំមានរឿងទៅដោះស្រាយវាយូរចំណាយពេលគាត់ឲ្យខ្ញុំនិយាយមិននិយាយខ្លីអារយៈពេល3នាទីទៅ5នាទីខ្ញុំនិយាយអាចថាសង្ខេបជារួមខ្លឹមសារធនការនីតិវិធីប៉ុន្តែដល់ពេលដោះស្រាយមិនមែន3នាទីទៅ5នាទីហ្នឹងទេល្មមតែចប់ដល់តុលាការកំពូលប្រហែលជាចំណាយពេលមិនក្រោម2ឆ្នាំទេឃើញទេមិនក្រោម2ឆ្នាំទេហើយនៅចំណាយពេលវេលាកម្លាំងកាយកម្លាំងចិត្តញើសឈាមអីផ្សេងទៀតអញ្ចឹងមានន័យថាវាហត់នឿយអញ្ចឹងហើយមុននឹងសម្រេចចិត្តធ្វើអ្វីមួយត្រូវតែឲ្យច្បាស់លាស់ឬក៏ឲ្យពិតប្រាកដឲ្យត្រជាក់មានន័យថាយើងច្បាស់ហើយយើងទទួលយកអាហ្នឹងណាគុំយកមកហើយកែប្រែតលិចកើតជើងត្បូងទៀតអាហ្នឹងខាតកាន់តែខាតជាប់លើខាតដែរបាទអញ្ចឹងហើយដូចសិក្ខាកាមលើកឡើងអំពីការទិញឡានអញ្ចឹងត្រូវពិនិត្យណាចំពោះឡានមួយទឹកត្រូវពិនិត្យឲ្យច្បាស់លាស់មុននឹងទិញទៅរកអ្នកជំនាញណារកអ្នកជំនាញព្រោះអីគ្រឿងឡានខ្លះវាខូចអីអញ្ចឹងទៅហើយយើងត្រូវឲ្យមានការធានាពីអ្នកលក់ខ្លះផងណាក្នុងកម្រិតដែលយើងសង្ស័យឲ្យគេធានាទៅបើគេមិនហ៊ានអះអាងទេយើងកុំទិញទៅណាប៉ុន្តែតម្លៃខ្លះគេលក់វាធូរថ្លៃហើយគេកាត់ជាមួយនឹងតម្លៃដែលខូចខ្លះហ្នឹងហើយមានតែតម្លៃទាបហើយអញ្ចឹងទិញមកយកមកធ្វើថែមថយខ្លះហើយធម្មតាឡានមកទឹកឧទាហរណ៍អាព្រុសខ្ញុំឃើញច្រើនណាខូចញឹក
approve 06 05 06អីណាវាអត់ស៊ីសាំងមែនប៉ុន្តែវាខូចអសារខូចណាអសារខូចអីចឹងទៅអញ្ចឹងអាប្រភេទឡានហើយកាលណាឡានមកទឹកហើយដូច05 06វារឿងអីមិនខូចតែចេញពីឃ្លាំងវាខូចខ្លះគាត់ថាខូចតិចខូចច្រើនមិនដឹងទេពេលខ្លះខូចអគុយអីចឹងទៅអញ្ចឹងវាតែងតែខូចហើយវាអត់អាចឡានមកទឹកដឹងតែមកថ្មីចាស់តែម្ដងគឺអត់ទេហើយបើសិនបើថាឡានវាថ្មីចាស់តែម្ដងក៏តម្លៃនៃការលក់វាអាចនៅក្នុងកម្រិត upgrade បន្តិចដែរអញ្ចឹងអ្នកលក់អ្នកអីគេដឹងពីកម្រិតនៃឡានគេអាចលក់ក្នុងកម្រិតតម្លៃធូរថ្លៃអញ្ចឹងទៅណាហើយអ្នកទិញជិះវៀងបញ្ហាត្រូវរកអ្នកជំនាញមើលហើយអ្នកជំនាញហ្នឹងរកអ្នកស្មោះត្រង់ទៀតអ្នកខ្លះអត់ស្មោះត្រង់ទៀតធម្មតារកទៅមើលមិនឲ្យលុយអ្នកជំនាញហ្នឹង100 200អញ្ចឹងទៅណាឲ្យសម្រាប់ទៅមើលទៅវាខ្លះគាត់បន់ឲ្យត្រូវទៅមិនគាត់បានទៅហុយ100 200ហ្នឹងគាត់មិនបានពិនិត្យមកចត់អញ្ចឹងបានរកអ្នកដែលទុកចិត្តបានទៅមើលកុំឲ្យមើលទៅវាខុសមានបញ្ហាអត់សុបាយចិត្តហើយធម្មតាឡានចូលការ៉ាស់វាមិនដែលអស់10000អីទេដូចម៉ូតូ5000 10000ទេវាផ្សិត$5 $10 ឡើងហើយណាបាទអញ្ចឹងវាត្រូវការចំណាយច្រើនតែចូលហើយចំណាយហើយណាហើយយើងត្រូវហ៊ានទទួលយកដែរនៅពេលដែលសម្រេចចិត្តថាទិញក្រោយពីការពិនិត្យរួចហើយចំពោះឡានមកទឹកណាព្រោះទៅតវ៉ាក៏ពិបាកតវ៉ាដែរដូចខ្ញុំបញ្ជាក់ជូនអញ្ចឹងកម្រិតហានិភ័យពាក្យថាឡានមួយទឹកឬក៏ឡានដែលគេប្រើប្រាស់ប្រមាណ1000 គីឡូឬក៏10000 គីឡូហើយជាឡានដែលយកមកពីក្រៅប្រទេសហើយជាឡានដែលស្រុកគេឈប់ប្រើមានន័យថាម៉េចស្រុកគេឈប់ប្រើមានន័យឡានខូចណាឡានខូចហើយអញ្ចឹងយើងទៅទិញអាហ្នឹងមានន័យថាយើងព្រមទទួលយកអាឡានខូចហ្នឹងអញ្ចឹងបានខ្ញុំបកស្រាយក្នុងន័យពីរជូននៃរឿងឡានថ្មីឡានខូចអាថ្មីអាហ្នឹងអត់ទេណាអាថ្មីគឺជាការធានាតែម្ដងពាក្យថាថ្មីប៉ុន្តែបើថាឡានមកទឹកអាហ្នឹងន័យផ្សេងសម្រាប់ឡានមកទឹកបាទវាលើកឡើងតែអ្នកលក់គាត់ធានាអ្នកលក់គាត់ធានាហ្នឹងជារឿងមួយហ្នឹងគេហៅថាមានខពិសេសតែគាត់ធានាអះអាងបន្ថែមឧទាហរណ៍ថា470គាត់ធានាទៅលើបូមឡើងចុះណាធានាទៅលើក្របបែកណាធានាទៅលើម៉ាស៊ីនត្រជាក់ណាគាត់ធានាទៅលើជើងក្រងអាហ្នឹងកាលណាគាត់ធានាបែបអញ្ចឹងក្នុងរយៈពេលណាមួយការធានាมันអាចទៅធានារាប់ឆ្នាំទេធម្មតាគេធានាមួយខែហ្នឹងណាមួយខែហ្នឹងថាយូរបំផុត3ខែហ្នឹងវាអស់របត់ហើយប៉ុន្តែធម្មតាមួយខែអ្នកខ្លះធានាថាមួយសប្តាហ៍នេះច្រើនពេកផងណាមួយសប្តាហ៍ច្រើនពេកអាហ្នឹងជាការធានាបាទ